នៅវេលាម៉ោង 14:30 នាទីរសៀលថ្ងៃច័ន្ទទី 29 ខែកញ្ញាឆ្នាំ 2025 នេះព្រះកុសលមង្គលហេងប៊ុនសាមព្រះរាជាគណៈថ្នាក់កិត្តិយសគណៈមហានិកាយជាព្រះព្រហ្មកេសកព្រះសមុទ្រនុគុណសុខសែអំបិលជាព្រះគ្រូចៅអធិការវត្តសិលារតនារាមហៅវត្តអង្គរភ្នំក្លុងជាព្រះប្រធានរដ្ឋបាលសាខាសមាគមសិនិសិទ្ធបញ្ញវន្តក្មេងវត្តខេត្តកោះកុងជាព្រះប្រធានក្រុមប្រឹក្សាពិបាលសាលាបឋមសិក្សាអង្គរភ្នំក្លុងជាព្រះនាយកសាលាពុទ្ធិកបឋមសិក្សាវត្តសិលារតនារាមហៅវត្តអង្គរភ្នំក្លុងនិងជាព្រះអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាសុកសែអំបិលនិងលោកហេងប៊ុនសៀងជាសមាជិកយ៉ាងសកម្មនៃសាខាសមាគមសិនិសិទ្ធបញ្ញវន្តក្មេងវត្តខេត្តកោះកុងបានជួបសំណេះសំណាលនិងឧបត្ថម្ភគ្រឿងឧបរិភោគនិងថវិកាមួយចំនួនជូនទៅដល់អធិការដ្ឋាននគរបាលសុកសែអំបិលក្នុងនោះផងដែរគ្រឿងឧបរិភោគរួមមានអង្ករ2បាយទឹកបរិសុទ្ធ6កេសនិង40យួរមី4កេសទឹកត្រី3យួរទឹកស៊ីអ៊ីវ3យួរទឹកផ្លែឈើចំនួន2កេសនិងថវិកាចំនួន 20,000 រៀលផងដែរ